អញ្ចឹងសូមជំរាបសួរទៅកាន់លោកគ្រូខ្ញុំឈ្មោះកឹមវីរៈសច្ចាអឺជានិស្សិតនៅ Department ITE នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញថ្ងៃនេះខ្ញុំនឹងធ្វើបទបង្ហាញពីអឺ project website របស់ខ្ញុំដែលទាក់ទងទៅនឹង Modern Platform E-commerce Platform ដែលមានឈ្មោះថា The Sandlab អញ្ចឹងចូលមកដល់ slide ទី2 Introduction មុននឹងចាប់ផ្ដើមកម្រង The Sandlab ហ្នឹងខ្ញុំបានសិក្សាពីការលក់ទាំងអស់នៅខ្មែរយើងឃើញថាបច្ចុប្បន្នការលក់ទាំងអស់ភាគច្រើនវាធ្វើឡើងតាម Facebook, Instagram, TikTok, Telegram អីចឹងទៅហើយយើងមានអតិថិជនដូចអ្នកទិញអីចឹងត្រូវការឆាតសួរតម្លៃអានេះប៉ុន្មានគាត់ sale អានេះអត់លក់អានេះអត់ទិញចេះមិនបានអត់ហើយអញ្ចឹងត្រូវការបញ្ជាទិញដោយដៃអញ្ចឹងដោយសារតែឃើញបញ្ហាហ្នឹងហើយបានខ្ញុំអឺធ្វើជាweb មួយនឹងឡើងដើម្បីផ្ដល់ភាពងាយស្រួលក៏ដូចជាតាមដានការបញ្ជាទិញរបស់អ្នកដែលទិញអីចឹងទៅអញ្ចឹងហើយក៏ធ្វើឲ្យយើងបង្កើត Sandlab ហ្នឹងមកអញ្ចឹងចូលមកដល់ slide បន្ទាប់ Objective និង Scope អញ្ចឹងចូលមកដល់ Objective របស់យើងអញ្ចឹងគោលបំណងនៃគម្រោងហ្នឹងយើងគឺបង្កើតប្រព័ន្ធមួយsystem មួយដែលអាចលក់ទាំងអស់តាមអនឡាញបានហើយយើងមានសមត្ថភាពគ្រប់គ្រងផលិតផលអឺគ្រប់គ្រងអ្នកប្រើប្រាស់និងការចូលប្រើប្រាស់អីអញ្ចឹងទៅហើយយើងមានផ្ដល់ shopping cart សម្រាប់អតិថិជនគ្រប់គ្រងការបញ្ជាទិញដែលគាត់អាចធ្វើការបញ្ជាទិញអីដោយខ្លួនឯងបានហើយចំណែក scope របស់យើងវិញយើងមានទៅលើ customer storefront អាហ្នឹងសម្រាប់customer របស់យើងហើយ admin dashboard សម្រាប់អ្នកគ្រប់គ្រងនៅក្នុង The Sandlab ហ្នឹងហើយយើងមាន responsive design ដែលអាចប្រើប្រាស់ទៅលើ desktop, tablet និង mobile ដែលវាស្រួលទី4 lecturer review អឺខ្ញុំបានពិនិត្យមើលទៅលើ platform ចំនួន3ដូចជា Sephora, Fragrantica, Notino អញ្ចឹងខ្ញុំបានឃើញថានៅក្នុង Sephora ហ្នឹងមាន user experience ល្អហើយមានផលិតផលច្រើនប៉ុន្តែគេអត់ផ្ដោតពិសេសលើទាំងអស់ទេអឺហើយសម្រាប់ទៅលើ Fragrantica វិញផ្ដល់ព័ត៌មានអំពីក្លិនទាំងអស់បានលម្អិតប៉ុន្តែមិនមានប្រព័ន្ធ check out ផ្ទាល់សម្រាប់ Notino វិញមានផលិតផលច្រើនប៉ុន្តែវាអត់មានការ support ទៅលើការ payment បង់ប្រាក់អីចឹងការដឹកជញ្ជូននៅខ្មែរយើងអីចឹងទៅអញ្ចឹង The Sandlab របស់យើងនឹងបង្កើតឡើងដើម្បីផ្ដល់ដំណោះស្រាយដែលសមស្របសម្រាប់ទីផ្សារនៅខ្មែរយើង slide បន្ទាប់04 Technology Stack អញ្ចឹងនៅក្នុង project ហ្នឹងយើងបានប្រើអីខ្លះដើម្បីធ្វើវាអញ្ចឹងសម្រាប់ front end យើងមានជាមួយនឹង React Next.js TypeScript និង Tailwind CSS ហើយចំពោះ back end និង database វិញយើងប្រើ Superbase សម្រាប់ authentication និង data management ចំណែករបស់ដែលយើងប្រើសម្រាប់ hosting វិញគឺយើងប្រើ Vercel សម្រាប់ deploy និងដំណើរការប្រព័ន្ធអញ្ចឹងយើងជ្រើសរើស technology stack ទាំងអស់ហ្នឹងគឺដើម្បីឲ្យបច្ចេកយើងវាអភិវឌ្ឍទៅស្រួលនិងរលូនអីបែបហ្នឹងទៅចូលមកដល់ចំណុចនេះ system design system architecture អញ្ចឹងវាមិនទៅអញ្ចឹងប្រព័ន្ធយើង system របស់យើងហ្នឹងវាបានរចនាតាម3 tier architecture ដែលទី1គឺជា client layout ដែលជាផ្នែក front សម្រាប់អតិថិជននិង admin សម្រាប់ customer យើងនិង admin អីចឹងទៅបន្ទាប់មកទៀតគឺទី2 application layer ដែលគ្រប់គ្រង application cart check out និង order processing អឺចំណែកចុងក្រោយវិញគឺ data layer ដែលរក្សាទុកទិន្នន័យក្នុង Postgres SQL database entity សំខាន់ក្នុង database រួមមាន user product categories order និង review ចូលមកដល់ slide នេះ user case diagram អញ្ចឹងសម្រាប់ user case diagram វិញគឺយើងមានអ្នកប្រើប្រាស់សំខាន់ពីរប្រភេទទី1គឺ customer និង admin និយាយទៅលើ customer មុន customer
មាន browser product add to cart check out manage profile ហើយទី2គឺ admin ដែលអាច manage product manage order manage user use case diagram ហ្នឹងវាបង្ហាញពីទំនាក់ទំនងរវាងអ្នកប្រើប្រាស់និងមុខងារសំខាន់ៗនៃ system របស់យើងបាទចូលមកដល់កន្លែងនេះគឺ system design storefront អញ្ចឹង customer storefront យើងមានអីខ្លះនៅក្នុងរូបភាពយើងបានបង្ហាញដូចជា home page អឺយើងមានជា Hero Brand House អានេះគឺជារបៀប show product របស់យើងអីចឹងទៅនៅឆ្វេងនេះយើងមាន product listing filter by brand gender ហើយមានទាំងតម្លៃអីចឹងទៅរបៀបថាយើងអាចកំណត់តម្លៃអីដែលយើងចង់បានចឹងទៅហើយវា show តែអាតម្លៃដែលយើងចង់បានហ្នឹងមកហើយចូលមកដល់ admin dashboard dashboard យើងមាន dashboard ផ្ដល់ព័ត៌មានសង្ខេបដូចជាការបញ្ជាទិញប្រាក់ចំណូលស្ថានភាពក្នុងស្តុកហើយ admin អាចគ្រប់គ្រងផលិតផលការបញ្ជាទិញអតិថិជននិងការជូនដំណឹងផ្សេងៗអីចឹងទៅហើយ Analytics អនុញ្ញាតឲ្យមើលរបាយការណ៍អំពី revenue order status និង top products ដើម្បីជួយក្នុងការសម្រេចរបៀបថាជួយក្នុងការធ្វើអាជីវកម្មរបស់យើងអីបែបហ្នឹងបាទអញ្ចឹងបន្ទាប់ពីហ្នឹងយើងនឹងធ្វើការអឺ demo បង្ហាញពីការរចនា system របស់យើង website របស់យើងអញ្ចឹងយើងនឹងធ្វើការបង្ហាញជាក់ស្ដែងនៅក្នុង demo នេះដោយប្រើប្រាស់ customer storefront ធ្វើការស្វែងរកផលិតផលការបន្ថែមទៅការខាតនិង admin dashboard ឥឡូវយើងចាប់ផ្ដើម live demo អញ្ចឹងនៅពេលដែល user ចូលមកដល់ website របស់យើងនឹងមានបង្ហាញអឺផ្ទាំងបែបនេះហើយជាមួយនឹងមាន new arrival best seller អីចឹងមកដែលយើងបាន set ជាមួយនឹង admin អញ្ចឹងពេលយើងចាប់ផ្ដើមចូលមកយើងនឹងឃើញទាំងអស់យើងចង់បានអីចឹងទៅឧបមាថាឥឡូវយើងជា customer ជាមនុស្សប្រុសអញ្ចឹងគាត់ឃើញទៅកាន់គាត់ឃើញ Man Fragrance អញ្ចឹងគាត់នឹងចូលទៅមើលថាមានអីខ្លះអញ្ចឹងយើងក៏បាន add product មួយពីរសម្រាប់ធ្វើការតេស្ត demo របស់យើងដែរអញ្ចឹងនៅពេលដែលគាត់ឃើញ product ដែលគាត់ចង់បានហើយគាត់នឹងចុចទៅនៅកន្លែងនេះមកដល់កន្លែងនេះអឺយើងមានជ្រើសរើសចំនួន quantity អឺយើង add ទៅ favorite យើង add ទៅ cart ដើម្បីទិញអីចឹងទៅឥឡូវយើងសាកធ្វើការទិញ check out អញ្ចឹងដើម្បីអាច check out product បានcustomer ហ្នឹងត្រូវតែ sign in account សិនឬក៏ create account ទើបគាត់អាច check out product បានអញ្ចឹងបើគាត់អត់មាន account អីទេអញ្ចឹងនៅពេលដែលយើង check out វានឹងនាំ customer ទៅកាន់កន្លែង sign in ឥឡូវយើងធ្វើការ create account មួយទៅ create account នៅពេលដែល create account បានសម្រេច system នឹងនាំយើងមកកាន់ home នៃ account របស់យើងដែលយើងអាចមើលទៅនៅក្នុងនេះមានអីខ្លះ order wish list address នេះគឺសម្រាប់បំពេញ address របស់យើង add address អីចឹងទៅ notification របស់យើងជាមួយនឹង setting អានេះយើង set ដូចជាមានលេខទូរស័ព្ទថ្ងៃខែយើងអាចផ្លាស់ប្ដូររបបអានេះគឺជា notification សម្រាប់យើងថាយើងចង់ឃើញអាណាមុនអីបែបហ្នឹងចឹងមកខ្ញុំមើលឃើញថាទាំងអស់នេះខ្ញុំមើលទៅខ្ញុំដូចចូលចិត្តវាអញ្ចឹងខ្ញុំ add វាចូល favorite អញ្ចឹងវានឹងធ្លាក់ទៅកាន់អឺ wish list របស់យើងហើយលើកក្រោយយើងអាចចូលមកយើងអាចបាញ់យើងក៏ចុចមកយើងទិញអីចឹងអូខេតែខ្ញុំអត់ចង់បានហ្នឹងឯងខ្ញុំចង់បានអូខេខ្ញុំចង់បានមួយនេះអញ្ចឹងយើងចាប់ដើម add ទៅការទៅយើងអត់យកនេះទេអានេះក្នុងចាស់របស់យើងដូរចិត្ត
ចឹងបន្ទាប់មកវា add to cart ហើយយើងនឹងធ្វើការ check out ជាមួយនឹង5លក្ខអឺ5លក្ខខណ្ឌរបស់យើង ដោយទី1យើងបំពេញឈ្មោះ លេខទូរស័ព្ទជាមួយនឹង email របស់យើងដែលយើងបានដាក់ហ្នឹងអញ្ចឹងយើងដាក់មកលេខទូរស័ព្ទជាក់ដាក់សិនទៅហើយជាមួយនឹង email របស់យើង continue នៅមកដល់នេះវានឹងធ្វើការបំពេញ address អញ្ចឹងបើយើងអត់ដឹងថាយើងទីតាំងយើងអីនៅណាទេយើងអាចប្រើ use current location បានសារស្ថានីយ៍អត់មានបើកអញ្ចឹងយើង skip អាហ្នឹងទៅយើងប្រើទីតាំងដែលមាននៅក្នុងនេះមកទៅអូខេបន្តមកទៀតយើងនឹងមកដល់កន្លែងទី3ហើយយើងដឹកទៅកន្លែងណាទៅ another location មក address របស់យើងហ្នឹងនេះគឺជារយៈពេលដឹករបស់យើងនៅសម្រាប់ local យើងនឹងមានការ free ហើយនេះយើងអាចកំណត់ពេលវេលាបានថាយើងចង់បានពេលណាហើយនេះពេលណាក៏បានដែរ anytime អញ្ចឹងយើងទៅមួយទៀតទៅដល់ payment ជាមួយនឹង payment យើងមាន3សម្រាប់ payment ដូចជា QR អញ្ចឹង Visa card អញ្ចឹងដើម្បីធ្វើការតេស្តរួចយើងនឹង cash on delivery តែម្ដងនៅពេលមកដល់ចុងក្រោយយើងនឹង review ថាមើលទៅវាត្រូវអត់មកត្រូវហើយយើង place order ទៅអូខេអញ្ចឹងការ order របស់យើងបានសម្រេចអញ្ចឹងវានឹង prepare package shipping ហើយនឹងដឹកមកដល់យើងអញ្ចឹងនៅក្នុងនេះគឺជា storefront សម្រាប់ customer អញ្ចឹងនៅក្នុងការបង្ហាញរបស់យើងនេះយើងឃើញថាយើងបានទិញទាំងអស់មួយចង់ដល់ video essentially ក្នុងតម្លៃប៉ុណ្ណឹងទីតាំងរបស់យើងនៅណាឈ្មោះអីគេ shopping អីអស់ប៉ុន្មានតបមកយើងនឹងធ្វើការបង្ហាញពី admin ចូលមកដល់នេះគឺជា admin console នៃ DexSend Lab របស់យើងនេះចូលមកដល់យើងមានជាមួយនឹង dashboard មួយនេះគឺ user មិញដែលតបតា active មិញដែលចូលទិញអញ្ចឹងថ្ងៃនេះយើងឃើញថាមានមួយ order to pending payment ដែលខ្ញុំបានតេស្តកាលពីយប់មិញហ្នឹងហើយនេះ prepare order ដែលcustomer យើងហ្នឹងបានបញ្ជាទិញនេះបានឃើញ send order តោះមកយើងចូលទៅមើលយើងមានដូចជា product យើងមានអីខ្លះមានអាចធ្វើអីបានខ្លះយើងអាច add product បានយើងមានបែងចែក brand category បើយើងមាន brand ផ្សេងយើងក៏ចុច add brand មកបានតបនេះយើងមានជាមួយនឹង order របស់យើងយើងឃើញនេះយើងអត់ទាន់ដាក់ឲ្យទេដល់នេះមានជាមួយនឹង payment setup pending គឺថាអត់ទាន់បង់លុយឲ្យទេ inventory ចូលមកដល់ inventory យើងអត់មានអីទេ variant catalog នេះគឺជាការបែងចែក brand category យើងមានសម្រាប់ពួកណាអីចឹងមកអានេះ collection យើង add new collection សម្រាប់ពួក perfume ដែលមានជា collection អីចឹងដែរនេះគឺជា analytics pending payment មួយ prepare មួយចូលមកដល់នេះគឺជា notification នេះ notify single customer តែនៅពេលដែលមាន customer កាន់តែច្រើនទៅយើងអាចធ្វើចង់បានមើលទៅនៅកន្លែងនេះយើងមានជា promotion code ដែលយើងអាច set title អីចឹងទៅណាហើយហ្នឹងវាខ្លាចជា promotion code របស់យើងនៅកន្លែង order នេះគាត់បានទិញអញ្ចឹង payment នៅ pending ហើយយើងនៅ prepare ឲ្យបានឲ្យគាត់ផ្នែកនេះគឺជាផ្នែករបស់ staff អ្នកធ្វើមិនមែនជា admin អ្នកសម្រេចទាំងអស់អញ្ចឹងយើងអាចឲ្យ staff ហ្នឹង approve អញ្ចឹងទៅហើយចាប់ផ្ដើមដឹកទៅឲ្យអីបែបហ្នឹងទៅអញ្ចឹងដូចយើងបានបង្ហាញឲ្យនៅក្នុង Design Lab របស់យើងមានប៉ុណ្ណឹងដែលវាអាចជួយសម្រួលដំណោះស្រាយផ្សេងដែលធ្វើអ្វីឲ្យ
កាន់តែល្អអីបែបហ្នឹងមកដែលវាអាចជួយសម្រួលបានដល់ការលក់អនឡាញអីបែបហ្នឹងតាមប្រភេទ website ដែលយើងអត់ចាំបាច់ reply ទេយើងគ្រាន់តែចុចចូលទិញហើយយើងទទួលបាននៅបានហ្នឹងបន្ទាប់ពីធ្វើ demo live demo ហ្នឹងហើយយើងឃើញជាក់ស្ដែងថា Design Lab ហ្នឹងអាចដំណើរការបានពេញលេញចាប់ពីការបង្ហាញផលិតផលនិងការបញ្ជាទិញរហូតដល់ការគ្រប់គ្រងទិន្នន័យដោយ admin អីចឹងទៅអញ្ចឹងចូលមកដល់អឺ slide ទី10ចំណុចទី9 discussion and conclusion អញ្ចឹងតាមរយៈការ develop អស់ហ្នឹងហើយនឹងធ្វើ test ប្រព័ន្ធហ្នឹងយើងឃើញថាវាអាចដំណើរការបានពេញលេញល្អឆ្លើយតបទៅនឹងអីដែលយើងចង់បានអញ្ចឹងប្រព័ន្ធហ្នឹងវាមាន responsive design ដែលអាចប្រើបានលើគ្រប់ device ការគ្រប់គ្រងផលិតផលនិងការបញ្ជាទិញហ្នឹងវាមានប្រសិទ្ធភាពហើយវាងាយស្រួលអញ្ចឹងសរុបមកគម្រោង The SendLab ហ្នឹងយើងអាចធ្វើបានដោយជោគជ័យសម្រាប់តាមគោលបំណងរបស់យើងអញ្ចឹងមកដល់ future work យើងមានអីគេខ្លះ future work សម្រាប់ការអភិវឌ្ឍបន្ថែមនៅពេលអនាគតហ្នឹងយើងមានគម្រោងដូចជា mobile application AI African recommendation wishlist feature multi language support ហើយមុខងារទាំងអស់ហ្នឹងនឹងជួយធ្វើឲ្យ customer មាន experience អីថ្មីៗធ្វើឲ្យ system របស់យើងហ្នឹងកាន់តែល្អអញ្ចឹងខ្ញុំសូមអរគុណដល់លោកគ្រូដែលបានធ្វើការស្ដាប់ធ្វើការនៃការធ្វើបទបង្ហាញ